ចាផលិតផលរបស់ខ្ញុំគឺឆ្នៃអំពីស្នែងគោស្នែងក្របីចាអាចមើលបានតែអត់បាយទេហើយនេះពណ៌វាគឺធម្មជាតិស្នែងគោចានេះស្នែងក្របីនិយាយទៅយើងអាចមើលឃើញបាននៅស្នែងគោស្នែងក្របីផលិតផលរបស់ខ្ញុំមានពណ៌មិនដូចគ្នានិងពណ៌ដូចគ្នាពណ៌អព្យាក្រឹតណាពណ៌អព្យាក្រឹតគឺមានសហើយនិងខ្មៅចាគឺអព្យាក្រឹតរហូតអញ្ចឹងកំងគឺបានចាតែបើពណ៌ផ្សេងដូចពណ៌នេះអីអញ្ចឹងកំងអត់បានទេព្រោះវាជាធម្មជាតិរបស់ស្នែងនឹងតែម្ដងចាលក្ខណៈពិសេសរបស់ស្នែងគឺពណ៌អត់ដូចគ្នានេះគឺថាជីវិតវារស់នៅវាទៅជលរបស់អីបើកើតមានពណ៌កណ្ដាលអញ្ចឹងពណ៌គឺធម្មជាតិហើយមានតែមួយគ្មានពីរទេខ្ញុំអាចផលិតបានម៉ូតដូចតែពណ៌ដូចគឺអត់មានទេចាហើយបងឃើញកង្វល់របស់ខ្ញុំធ្វើមកមានច្រើនគូមែនតែម៉ូតពួកខ្ញុំគឺខ្ញុំធ្វើមកមានចំនួនកំណត់ហើយពណ៌ផងទៀតសោតគឺអត់ដូចគ្នាទេនេះយើងមានទាំងរបស់ប្រើប្រាស់ដែរសេនម៉ាសាមុខចាធ្លាប់ឃើញអត់ដែរប្រើអត់ដែរឃើញចាអាហ្នឹងគេហៅហ្គាសាដែលយើងអាចយកមកម៉ាសាមុខបានវាជួយបន្តឹងស្បែករំលាយជាតិខ្លាញ់នៅក្រោមស្បែកបន្តឹងស្បែកមុខយើងរក្សាໄວនេះគឺជាសកម្មភាពអនុវត្តផ្ទាល់នៅក្នុងថ្នាក់រៀនទ្រឹស្ដីហើយអនុវត្តផ្ទាល់ហ្មងសិស្សរៀនឆាប់ចេះខ្លាំងមែនទែនទាំងអស់គ្នាដែលចង់រៀនអំពីថ្នាក់អាជីវកម្មបាទកុំភ្លេចតាក់ទងមកកាន់ Mentor Cambodia